មានសូពុកម៉ែបងប្អូនថ្ងៃនេះក្រុមការងារក្រវ៉ាន់បានមកតឡើងជាមួយវិមានភ្នំពេញនៅផ្លូវជាតិ 6A អញ្ចឹងសម្រាប់ក្រុមការងារក្រវ៉ាន់បានធ្វើការតឡើងជូនភ្ញៀវរួចរាល់ហើយសម្រាប់ទៅលើទីតាំងគាត់អញ្ចឹងពុកម៉ែបងប្អូនអាចទៅទស្សនាជាមួយក្រុមការងារក្រវ៉ាន់បានសម្រាប់ទីតាំងខាងមុខនេះជាទីតាំងប្រវត្តិក្រុមការងារក្រវ៉ាន់បានធ្វើការតឡើងជូនភ្ញៀវរួចរាល់ហើយគាត់បានជ្រើសជាប្រភេទសម្លាញ់ភ្លីបតដើម្បីការពារទៅលើមូសសត្វល្អិតផ្សេងៗនិងខ្យល់ចេញចូលបាន60%ផងដែរអាចការពារទៅលើធូលីដីបាន40%ទៅ50%សម្រាប់ទៅលើសម្លាញ់ភ្លីបតអាចការពារទៅលើ UV កម្ដៅថ្ងៃបាន50%បន្ថែមទៀតអញ្ចឹងពុកម៉ែបងប្អូនអាចទៅទស្សនាបន្តទៀតបានសម្រាប់ទីតាំងនេះគាត់បានជ្រើសរើសជាប្រភេទសម្លាញ់ភ្លីបតដូចគ្នាអាចការពារទៅលើមូសសត្វល្អិតផ្សេងៗនិងខ្យល់ចេញចូលបាន60%ផងដែរសម្រាប់ទីតាំងនេះក្រុមការងារក្រវ៉ាន់បានធ្វើការតឡើងជូនភ្ញៀវរួចរាល់ដែរទៅលើសម្លាញ់ភ្លីបតសម្រាប់ជាន់តដីខាងក្រុមការងារក្រវ៉ាន់បានធ្វើការតឡើងជូនភ្ញៀវរួចរាល់ហើយអញ្ចឹងពុកម៉ែបងប្អូនអាចទស្សនាទៅជាន់ទី1បន្ថែមទៀតបាន